ថ្ងៃនេះដូចជាឃ្លាសម្លម្ជូរទៀតហើយបងអូនអើយតែម្ជូរសានេះអត់មានត្រីទុយទេគឺត្រីធំចាស់គឺត្រីពោតនឹងឯងបងអូនអើយនិយាយពីថាខ្លាញ់វិញអូឡើងទំនងតែម្ដងចេញមកចិញ្ជាតិតែម្ដងណាបងអូនគ្រាន់តែឆ្អិនណាបងអូនអើយឡើងឈ្ងុយពេញផ្ទះតែម្ដងចាឃ្លានបាយតែម្ដងតែបងអូនកុំឲ្យខាត់ពេលយូរទៅមើលគ្រឿងផ្សំសម្លម្ជូរត្រីពោរបស់នាងខ្ញុំទាំងអស់គ្នាគ្រឿងផ្សំសម្លម្ជូរនេះបងអូនអើយគ្មានអីច្រើនទេចាគឺមានដូចជាប្រហុកហើយនឹងកូនក្រៃរំដេងនិងក្រូចសើចដើម្បីឲ្យកាត់ជាតិឆ្អាបត្រីពោយើងហ្នឹងបងអូនហើយនឹងត្រីពោអំបិលទុំត្រកួននឹងឯងចាហើយមានម្ទេស2គ្រាប់ផងដែរឥឡូវបន្ទាប់ពីនាងខ្ញុំរៀបចំគ្រឿងក្រៅឲ្យអស់ហើយក៏នាងខ្ញុំមកមើលទឹកដែលខ្ញុំដាំទុកមុនហ្នឹងគឺពុះល្មមបងអូនអើយបន្ទាប់ពីពុះហើយក៏នាងខ្ញុំដាក់កូនក្រៃរំដេងនិងក្រូចសើចចូលមុនត្រីដើម្បីឲ្យវាចេញក្លិនឈ្ងុយហើយនឹងប្រហុកជ្រុំប្រហុកមុនផងដែរចាបន្ទាប់ពីជុំប្រហុកហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ត្រីចូលចាបងអូនហើយត្រីនឹងដែរបងអូនទីបានធំមែនតើនិយាយរួមពោណាបងអូនទីចំណាំត្រីប្រាទៅចាគ្រាន់តែដាក់មកបងអូនចេញខ្លាញ់ពេញក្នុងឆ្នាំងហ្មងឡើងគ្រាន់តែឃើញទឹកឡើងថាជាតិដែរមែនអត់បងអូនបន្ទាប់ពីនាងខ្ញុំដាក់ត្រីហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដួសទឹកក្តាំងមកដាក់អំពិលទុំចាដើម្បីឲ្យចេញជាតិចឹងបងអូនអាងយកទៅដាក់សម្លយើងហើយកូននាងខ្ញុំជ្រុំជាមួយទៅព្រាឈុំវាឲ្យអំពិលទុំរៀងៗដែរបងអូនប៉ុន្តែសាច់ច្រាឆាប់ជាតិជូរចឹងបងអូនដាក់តាមដុំទូចញ៉ៃពេលប៉ុន្តែជូរវិញទៅឡើងឆ្ងាញ់តែម្ដងចាបន្ទាប់ពីនាងខ្ញុំទុកអំពិលទុំជ្រុំម្លាយហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងក្រៅរបស់នាងខ្ញុំដូចសពដល់នឹងឯងចាបងអូនហើយគ្រឿងក្រៅរបស់នាងខ្ញុំមានអីច្រើនតែបងអូនអំពិលរ៉ូឌីចេងអីធម្មតានឹងឯងចាឥឡូវនេះទុកពពុះបងអូនអើយត្រីក៏រៀងឆ្អិនមកល្មមផងដែរក៏នាងខ្ញុំនឹងដួសអាពពុះរៀងខ្មៅនេះចោលតែម្ដងចាកុំអុយមើលទៅទឹកភ្នែកអញ្ចឹងបងអូនលក្ខណៈថាมันស្រង់ក៏បានគ្រាន់តែពពុះនោះមានពពុះអីមិនល្អទេបងអូនពពុះប្រហុកដល់ពេលយើងជ្រុំប្រហុកច្រើនទៅវាចេញរៀងពពុះខ្មៅអញ្ចឹងហើយប៉ុន្តែនាងខ្ញុំកុំអុយប្របាក់មើលអញ្ចឹងទៅក៏នាងខ្ញុំដួសចោលពីរវែកចោលទៅចាឥឡូវមកស្រង់មើលត្រីសាច់ត្រីឆ្អិនផុយមកល្មមបងអូនមិនឆ្អិនពេកយល់មកល្មមត្រីពោនឹងឆាប់ឆ្អិនណាបងអូនអើយមិនបាច់បង្ងាស់យូរទេចាដាក់តែមកពុះអីហ្នឹងគឺឆ្អិនហើយនេះបន្ទាប់ពីឆ្អិនហើយក៏នាងខ្ញុំចាប់ផ្ដើមបងត្រកួនរបស់នាងខ្ញុំចូលចាហើយត្រកួននឹងដែរនាងខ្ញុំយកត្រកួនធំឲ្យបានយកត្រកួនទូចទៀតទេសាចូលចិត្តហូបធំអញ្ចឹងបងអូនត្រកួនទូចទៅចូលចិត្តឲ្យយូរដោយថ្ងៃទេបងអូនថ្ងៃណាចូលចិត្តត្រកួនទូចក៏ស្លោទៅថ្ងៃណាចូលចិត្តត្រកួនធំក៏ស្លោទៅអញ្ចឹងតាមអារម្មណ៍អញ្ចឹងបងអូនអារម្មណ៍មិនដូចគ្នាទាំងអស់ទេក្នុងថ្ងៃចាឥឡូវបន្ទាប់ពីដាក់ត្រកួនឡើងមកពុះហើយចាបងអូនក៏ពុះល្មមត្រកួនឆ្អិនរៀងមកល្មមក៏នាងខ្ញុំចាប់ផ្ដើមដាក់មកអមស្រែចូលចាបងអូនអើយនិយាយពីដាក់មកអមចុងមកក្លិនឈ្ងុយវិញបងអូនឡើងពេញផ្ទះតែម្ដងហើយចំអាពេលមេភ្លៀងលលឹមស្រាក់ទៀតនេះតិចទេអូយបងអូននិយាយពីថាបានសម្លមកជូរក្តៅហត់មួយចាននេះបងអូនអើយនិយាយពីថាឆ្ងាញ់តែម្ដងណាបងអូនហូបបាយអស់3ចានដល់ដឹងខ្លួនទេចាអានឹងសម្រាប់តែនាងខ្ញុំចូលចិត្តណាសម្រាប់បងអូនដែលអត់សូវចូលចិត្តមកជូរវិញខ្ញុំមិនដឹងទេចាតែសម្រាប់ខ្ញុំចូលចិត្តមកជូរណាស់និយាយគ្រូសាខ្ញុំមិនសូវចូលចិត្តប្រហែលដូចខ្ញុំនិយាយតែចឹងអត់ទៅស្លមជូរបងអូនគឺគ្រូសាខ្ញុំអត់សូវចូលចិត្តប្រហែលទេប៉ុន្តែពួកខ្ញុំចូលចិត្តមហាចូលចិត្តតែម្ដងណាបងអូនប្របានសម្លនេះម្ដងអើយបងអូនអើយនិយាយពីថាសប្បាយចិត្តជាងត្រូវឆ្នោតទៀតចាបងអូនឥឡូវនេះសម្លរបស់នេះខ្ញុំនេះក៏បានចាក់រួចរាល់ផងដែរចាបងអូនអើយនិយាយពីថារូដាក់ចានទៀតមកនិយាយពីថាតំណងអើយតំណងជាមួយទឹកត្រីម្ទេសក្រហមចិត្តទៀតបងអូនហូបអត់មានដឹងថាបាយពីមួយចានទេណាចា